ចង់ញ៉ាំនំចំណីអីដែលឆ្ងាញ់នឹកឃើញរសជាតិដែលយើងចង់ញ៉ាំដល់តែធ្វើខ្លួនឯងមិនអត់បងប្អូនជំរាបសួរពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសទាំងអស់គ្នាមកជួបគ្នាទៀតហើយជាមួយខ្ញុំម៉ារីហៅម៉ារីគឹមរស់នៅប្រទេសម៉ាឡេស៊ីថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនពីរបៀបខ្ញុំធ្វើនំបាក់បិនបងប្អូននំបាក់បិនខ្មែរយើងនេះណានំខ្មែរយើងបងប្អូនតាមពិតនៅប្រទេសម៉ាឡេស៊ីនេះក៏គេមានលក់នំបាក់បិនដែរបងប្អូនចិនគេធ្វើលក់តែខ្ញុំញ៉ាំទៅវាអត់ឆ្ងាញ់ដូចនំខ្មែរយើងទេបងប្អូនប្រហែលជាគេលេងម្សៅក៏មិនដឹងបងប្អូនហើយឬក៏ដលងគេមិនដឹងគេធ្វើមិនបងប្អូនសាច់នំគេម៉ត់ហើយអត់ឆ្ងាញ់ដូចនំបាក់បិនខ្មែរយើងសោះដឹងហើយចង់ហូបរសជាតិដែលយើងចង់បានគឺមានតែរៀនធ្វើខ្លួនឯងបងប្អូននេះគឺធ្វើលើកទី1តែបងប្អូនគឺនិយាយបានថាជោគជ័យតែម្ដងបងប្អូនទោះបីខ្ញុំដុតទៅម៉ាស៊ីនដុតខ្ញុំហ្នឹងខ្ញុំប្រើម៉ាស៊ីននេះហ៎បងប្អូនពងស្ងួតម៉ាស៊ីនពងស្ងួតហ្នឹងឯងបងប្អូនខ្ញុំមានម៉ាស៊ីនធំម៉ាស៊ីនអីដុតទេបងប្អូនអីតែអាចធ្វើបានដូចគ្នាបងប្អូនមានម៉ាស៊ីនហ្នឹងមួយគឺធ្វើបានទេបងប្អូនចង់ធ្វើឥឡូវជាដំបូងយើងមកបកសបកដលងកសិនបងប្អូនខាងបងប្អូនហៅដលងគេខាងស្រុកខ្ញុំបាត់ដំបងហៅដលងកបងប្អូនដលងកនេះផងដែរមានចំនួនប្រហែលជា1គីឡូបងប្អូនខ្ញុំទិញកន្លែងហាងគេលក់ផ្លែឈើថ្ងៃមុនទិញមក3ថ្ងៃហើយបងប្អូននៅរកធ្វើពី3ថ្ងៃមុនហើយតែអត់បានទិញខ្ទិះដូងនៅផ្ទះអស់ខ្ទិះដូងអញ្ចឹងទៅក៏អត់បានធ្វើតែប្រព្រឹកមិញទៅញ៉ាំអីមួយប្តីហើយក៏ឲ្យប្តីជូនទៅទិញខ្ទិះដូងមកធ្វើនំបាក់បិននឹងឯងហើយសម្រាប់ដលងយើងបកសបកស្អាតហើយនេះខ្ញុំមិនបានបកបងប្អូនខ្ញុំចិត្តហ្មងព្រោះខ្ញុំបកសបកអត់ដោយហើយដលងនេះខ្ចីល្អមែនតែនបងប្អូនអត់មានជាតិឈើជាតិអីនៅកណ្ដាលទេអត់មានកើតរឹងកើតអីនៅកណ្ដាលទេគឺមានតែស្នូលវាតែសៃវាកណ្ដាលទូចមួយមែនតែនបងប្អូនខ្ចីល្អដលងនេះហើយខ្ញុំស្មានតែវាអត់ឆ្ងាញ់អត់ល្មួតអត់ស្អិតអីតាព្រោះឃើញខ្ចីតែតាមពិតបងប្អូនអើយឆ្ងាញ់មែនតែនហើយលឹងល្មួតល្អតែម្ដងសាច់ដលងឆ្ងាញ់ណាស់បងប្អូនអើយហើយបើបងប្អូនចង់សាកបងប្អូនអាចសាកតាមវិធីខ្ញុំធ្វើនេះបានបងប្អូនងាយស្រួលធ្វើអត់ដល់1ម៉ោងទេបងប្អូនឲ្យបានញ៉ាំហើយយើងឈូសដលងយើងហើយឥឡូវយើងមកដាក់លាយគ្រឿងបងប្អូនគ្រឿងមានទៅដល់គោខាប់មានអំបិលមានស្ករហើយនឹងខ្ទិះដូងតែប៉ុណ្្នឹងឯងបងប្អូនឥឡូវយើងដាក់ខ្ញុំដាក់កន្លះស្ព្រាខ្វេបងប្អូនបើបងប្អូនធ្វើបន្ថយទៅកុំដាក់ដល់កន្លះស្ព្រាខ្វេដាក់មួយចុងស្ព្រាខ្វេបានហើយនឹងទឹកដោះគោខាប់3ស្ព្រាខ្វេហើយនឹងស្ករស5ស្ព្រាបាយបើបងប្អូនជួយចិត្តផ្អែមដាក់ប៉ុណ្្នឹងទៅតែបងប្អូនអត់សូវចំណូលផ្អែមទេបងប្អូនបន្ថយស្ករកុំដាក់ដល់5ស្ព្រាបាយបងប្អូនព្រោះខ្ញុំធ្វើនេះគឺផ្អែមដិតដល់ហើយខ្ញុំអត់ចំណូលផ្អែមដិតប៉ុន្មានទេតែនេះផ្អែមរៀងដិតដែរអញ្ចឹងណាហើយខ្ទិះដូងចំនួន200 ml បងប្អូនដាក់ដូងតង្កាលាយខ្លះក៏បានដែរបងប្អូនតែខ្ញុំអត់បានតែងដូងតង្កាដាក់លាយដាក់ទឹកខ្ទិះដូងនឹងទេបងប្អូនហើយយើងលាយច្បល់ចូលគ្នាយើងមកឆានៅលើខ្ទះសិនមកយើងឆាឲ្យនេះសាច់នំយើងសាច់ដលងយើងនឹងវាល្មួតទេបងប្អូនល្មួតចូលគ្នាស្អិតល្មួតចូលគ្នារៀងឡើងឈ្ងុយបងប្អូនក្រឆាប៉ុណ្ណឹងឯងឡើងឈ្ងុយមែនតើបងប្អូនគឺក្លិននំបាក់បិនចេញមកហើយនេះបងប្អូនជាការស្រេចឲ្យខ្ញុំបិទភ្លើងហើយយើងក៏ត្រៀមចានយកមកដាក់ដុតនឹងឯងបងប្អូនលាបខ្លាញ់តិចផងប្រេងឆាតិចផងតែខ្ញុំលាបឡើងជ្រុលឡើងល្ងើមខ្លាំងមែនតើហើយរៀងទូចបងប្អូនในចានខ្ញុំព្រមម៉ាស៊ីនតូចបងប្អូនម៉ាស៊ីនហ្នឹងម៉ាស៊ីនពងស្ងួតទេបងប្អូនតែខ្ញុំយកមកធ្វើដុតនំហ្នឹងគឺបានដែរបងប្អូនហើយងាយស្រួលបងប្អូនធ្វើអញ្ចឹងធ្វើដូចខ្ញុំអញ្ចឹងគឺបានសម្រេចហើយនេះយើងយកពងមាន់ផ្នែកក្រហមហ្នឹងមកលាបមកហើយយើងយកទៅដុតបងប្អូនហើយចំនួនដុតគឺត្រឹមតែកន្លះម៉ោងគឺបានញ៉ាំបងប្អូនតែសំខាន់បងប្អូនទុកឲ្យចុះត្រជាក់សិនចាំកាត់បងប្អូនបើយើងនៅក្តៅក៏អត់ឆ្ងាញ់ដែរវានៅទន់ឡើយយើងកាត់ទៅអត់ស្អាតទេបងប្អូននេះបងប្អូនចំនួនដុតកម្ដៅ180ហើយចំនួននាទីកន្លះម៉ោងបងប្អូនតែខ្ញុំដាក់អាសទះមួយទៀតនោះវាធ្វើឲ្យទៀបធ្វើឲ្យម៉ាស៊ីនហ្នឹងចង់ដល់នំអញ្ចឹងខ្ញុំដកសទះហ្នឹងចេញហើយក៏ខ្ញុំដុតថែម5នាទីទៀតក៏ឆ្អិនបានជាការស្រេចបងប្អូនហើយអរគុណច្រើនបងប្អូនសម្រាប់ការស្រឡាញ់ជួយចិត្តទស្សនាវីដេអូខ្ញុំក៏ដល់ទី